បាទទាក់ទងនឹងការរៀនភាសាអង់គ្លេសតាមអនឡាញហើយនឹងផ្ទាល់បាទហើយចង់និយាយថាមួយណាដែលចេះចាប់បានលឿនស្រួលបើនិយាយរឿងរៀនបងប្អូនណាបាទរៀនផ្ទាល់គឺវាស្រួលបាទវាស្រួលស្រួលត្រង់ថាយើងសួរអីក៏បានដែរផ្ទាល់គឺចង់និយាយថាយើងដឹងថាលោកគ្រូអ្នកគ្រូគាត់បង្ហាញហ្នឹងគឺហ្នឹងមិនចឹងមិនឃើញផ្ទាល់អញ្ចឹងយើងអាចឆ្លើយសួរអីចឹងណាបងប្អូនបាទហើយសួរថាចេះអត់បាទគឺអត់ប្រកាសទេបងប្អូនណាបាទអត់ប្រកាសទេគឺវាអាស្រ័យទៅលើសិស្សខ្លួនឯងទេបាទរៀនអនឡាញដូចគ្នាដែរបាទរៀនអនឡាញអ្នកខ្លះហ្នឹងគឺគាត់រៀនឲ្យទៅបានអាវុធឲ្យទៅបានវត្តមានអញ្ចឹងណាប៉ុន្តែគាត់អត់យកចិត្តទុកដាក់រៀនទេបាទគាត់អាចអត់យកចិត្តទុកដាក់រៀនទេបាទគាត់ជួលទេមិនដឹងគាត់អត់ខំអត់ប្រឹងប្រែងបាទក៏អត់ចេះដូចគ្នាដែរមិនថារៀនផ្ទាល់ឬក៏រៀនតាមអនឡាញទេបងប្អូនគឺវាអាស្រ័យទៅលើខ្លួនឯងទាំងអស់បាទអាស្រ័យទៅលើសិស្សទេបាទអត់មិនមែនថាអូផ្ទាល់ទល់តែរៀនផ្ទាល់បានចេះរៀនអនឡាញមិនចេះអត់ទេបាទគឺរៀនមួយណាក៏ចេះដូចគ្នាទេបាទសំខាន់តើយើងប្រឹងតែអត់បាទបើសិនជាអត់ប្រឹងក៏មិនចេះបងប្អូនអត់ចេះទេបាទមិនថារៀនតាមអនឡាញឬក៏រៀនផ្ទាល់ព្រោះលោកគ្រូធ្លាប់រៀនក្នុងសាលាដែរសិស្សខ្លះគាត់ទៅរៀនរាល់ថ្ងៃប៉ុន្តែគាត់អត់ចេះនៅតែមិនចេះបាទអញ្ចឹងវាមិនមែនអាស្រ័យថាទៅរៀនផ្ទាល់ទើបចេះទេបាទហើយរៀនអនឡាញក៏មិនប្រកាសថាមិនចេះបាទរៀនអនឡាញគឺបើសិនជាយើងយកចិត្តទុកដាក់ក៏ចេះដូចគ្នាទេបងប្អូនឲ្យតែប្រឹងប្រែងស្រាវជ្រាវគឺចេះដូចគ្នាបាទអត់គិតថាអូតលតែផ្ទាល់ឬក៏រៀនអនឡាញមិនចេះអត់ទេបងប្អូនណាបាទអាស្រ័យទៅលើខ្លួនយើងផ្ទាល់បាទខ្លួនឯងបាទ as usual សួរខ្លួនឯងចង់ចេះមែនតើអត់បាទបើយើងខ្ជិលបើយើងមិនឧស្សាហ៍យើងមិនមើលមេរៀនអត់ចេះទេបងប្អូនបាទអត់ចេះតែម្ដងបាទនេះជាអ្វីដែលខ្ញុំបាទចង់ចែករំលែកជូនដល់បងប្អូនបាទអ្នកដែលចង់រៀនអនឡាញបាទអ្នកដែលចង់រៀនអនឡាញបាទលទ្ធផលវាអត់ផ្លេចយើងទេបាទឲ្យតែយើងប្រឹងប្រែងគឺលទ្ធផលវានឹងហុចឲ្យយើងតែម្ដងបាទប៉ុន្តែបើសិនជាយើងមិនប្រឹងបាទយើងខ្ជិលច្រើនប្រកាសណាស់ថាលទ្ធផលហ្នឹងគឺមិនហុចឲ្យយើងទេបាទអង់គ្លេសគឺដូចគ្នាដែរបាទរៀនអង់គ្លេសគឺបងប្អូនអរគ្នាតាំងចិត្តតាំងកាយរៀនបាទរៀនលំចេះលំបងប្អូនបាទរៀនទាំងលេងចេះលេងហើយលទ្ធផលក៏លេងដូចគ្នាដែរបាទព្រោះលោកគ្រូឃើញជាច្រើនសិស្សជាច្រើនដែលគាត់ខ្លះមួយចំនួនណាបាទគាត់រៀនគាត់អត់ប្រឹងគាត់អត់សូវប្រឹងទេបងប្អូនណាបាទគាត់ធ្វើធម្មតាថ្ងៃណាគាត់ចង់រៀនក៏រៀនថ្ងៃណាគាត់មិនចង់ក៏មិនចង់ទៅបាទដល់ពេលអញ្ចឹងក៏លទ្ធផលក៏អញ្ចឹងដែរបាទដល់ខ្លះរៀន5ឆ្នាំ10ឆ្នាំប្រើការអត់បានទៅធ្វើកលែងធ្វើការកើតបាទធ្វើការអត់បានណាបាទអញ្ចឹងការរៀនរបស់យើងគឺវាបំផ្លាញទាំងពេលវេលាបាទបំផ្លាញទាំងលុយកាក់បាទបំផ្លាញទាំងលុយកាក់បងប្អូនបាទពេលវេលាហើយលុយកាក់ទៀតបាទអញ្ចឹងវាយើងខាតពេលរបស់យើងបាទខាតពេលបាទដែលធ្វើឲ្យយើងវាអត់រីកចម្រើនបាទអត់រីកចម្រើនកាលណាអត់រីកចម្រើនអញ្ចឹងខ្ជិលបាទខ្ជិលនាំឲ្យក្របាទកាលណាយើងខ្ជិលហើយនាំឲ្យក្រហើយបងប្អូនណាបាទនេះអ្វីដែលលោកគ្រូចង់ចែករំលែកសរុបមកវិញរឿងអនឡាញឬផ្ទាល់គឺចេះដូចតែគ្នាទេបាទសំខាន់តើយើងប្រឹងអត់សិស្សខ្លួនឯងប្រឹងខ្លួនឯងអត់បាទបើសិស្សខ្លួនឯងសិស្សផ្ទាល់មិនប្រឹង
គ្រូល្បីសាលាល្បីប៉ុណ្ណាក៏មិនចេះដែរបាទអត់ចេះទេបងប្អូនបាទអត់ចេះតែម្ដងខ្ញុំបាទធានាបែបហ្នឹងបាទវាអាស្រ័យទៅលើសិស្សតែម្ដងបាទមិនថារៀនអីក៏ដោយបងប្អូនបាទមិនថារៀនអីក៏ដោយក៏ចេះបាទអញ្ចឹងការរៀនអនឡាញគឺវាមានវិសាលភាពទូលំទូលាយវាចំណេញទាំងពេលវេលាទៅសាលាវាចំណេញលុយបាទបើយើងទៅសាលារៀនមិនជិះម៉ូតូជិះឡានអញ្ចឹងវាអស់លុយបាទហើយប្រថុយនឹងជីវិតតាមផ្លូវថ្នល់បាទអញ្ចឹងរៀនអនឡាញចំណេញច្រើនណាបងប្អូនបាទរៀនអនឡាញគឺចំណេញច្រើនបាទអត់ខាតច្រើនទេបាទ